ប្រធានបទក្រឹតវិន័យរបស់ព្រះ 1. អត្ថន័យនៃក្រឹតវិន័យ ក្រឹតវិន័យមិនមែនជាការដាក់ទោសដើម្បីបំផ្លាញមនុស្សទេប៉ុន្តែជាការអប់រំកែតម្រូវនិងនាំឲ្យត្រឡប់មកផ្លូវត្រឹមត្រូវវិញព្រះធ្វើបែបនេះព្រោះទ្រង់ស្រឡាញ់យើងដូចឪពុកស្រឡាញ់កូន ហើយព្រើរ 12:5 ត្បិតព្រះម្ចាស់ទ្រង់វិន័យអ្នកដែលទ្រង់ស្រឡាញ់ហើយទ្រង់វាយអ្នកណាដែលទ្រង់ទទួលជាកូន ដូច្នេះកន្លែងដែលមានក្រឹតវិន័យមានសេចក្តីស្រឡាញ់របស់ព្រះបង្ហាញ 2. មូលហេតុដែលព្រះវិន័យ ព្រះមិនវិន័យយើងដោយគ្មានគោលបំណងទេទ្រង់ធ្វើដូច្នេះដើម្បីឲ្យជីវិតយើងបានផ្លាស់ប្ដូរនិងមានចំណែកក្នុងភាពបរិសុទ្ធរបស់ទ្រង់ ហើយព្រើរ 12:10-11 ឪពុកម្ដាយយើងវិន័យយើងតាមដែលពួកគេគិតថាល្អក្នុងរយៈពេលខ្លីប៉ុន្តែព្រះវិន័យយើងដើម្បីប្រយោជន៍របស់យើងដើម្បីឲ្យយើងបានចំណែកក្នុងសេចក្តីបរិសុទ្ធរបស់ទ្រង់ការវិន័យទាំងអស់នៅពេលនោះមើលទៅមិនមែនជាការរីករាយទេប៉ុន្តែជាការឈឺចាប់ប៉ុន្តែក្រោយមកវាបង្កើតផលផ្លែសន្តិភាពនិងសេចក្តីសុចរិតសម្រាប់អ្នកដែលត្រូវបានហាត់ហើយដោយវាការវិន័យអាចឈឺចាប់ពេលនេះប៉ុន្តែនាំមកផលល្អនៅថ្ងៃក្រោយ 3. ឧទាហរណ៍ពីព្រះគម្ពីរ យូណាសបានរត់គេចពីបំណងព្រះប៉ុន្តែព្រះប្រើព្យុះនិងត្រីធំដើម្បីកែគាត់ហើយនាំឲ្យគាត់ត្រឡប់មកស្ដាប់បង្គាប់វិញ យូណាស 1:17 ព្រះម្ចាស់ទ្រង់បានរៀបចំត្រីធំមួយឲ្យលេបយូណាសហើយយូណាសនៅក្នុងពោះត្រី3ថ្ងៃ3យប់ យូណាស 2:1 យូណាសបានអធិស្ឋានដល់ព្រះម្ចាស់ព្រះរបស់គាត់ពីក្នុងពោះត្រីក្រឹតវិន័យនាំឲ្យមនុស្សប្រែចិត្តហើយត្រឡប់មករកព្រះ 4. តើយើងគួរឆ្លើយតបដូចម្តេចនៅពេលព្រះវិន័យ ព្រះចង់ឲ្យយើងមិនរឹងប៉ឹងប៉ុន្តែបន្ទាបខ្លួនទទួលស្គាល់ហើយប្រែចិត្តទទួលស្គាល់កំហុសប្រែចិត្តត្រឡប់មកស្ដាប់បង្គាប់អោព្រះគុណព្រះដែលមិនបោះបង់យើង វិវរណៈ 3:15 អ្នកណាដែលខ្ញុំស្រឡាញ់ខ្ញុំក៏ស្ដីបន្ទោសនិងវិន័យដូច្នេះចូលខិតខំហើយប្រែចិត្ត 5. លទ្ធផលនៃអ្នកទទួលក្រឹតវិន័យ អ្នកដែលទទួលយកការវិន័យរបស់ព្រះនឹងធំឡើងខាងវិញ្ញាណកាន់តែរឹងមាំនិងដើរតាមផ្លូវត្រឹមត្រូវ សុភាសិត 3:11-12 កូនអើយកុំមើលងាយការវិន័យរបស់ព្រះម្ចាស់ហើយកុំធុញទ្រាន់នឹងការស្ដីបន្ទោសរបស់ទ្រង់ឡើយត្បិតព្រះម្ចាស់ទ្រង់វិន័យអ្នកដែលទ្រង់ស្រឡាញ់ដូចឪពុកវិន័យកូនដែលខ្លួនពេញចិត្ត សេចក្តីសន្និដ្ឋាន ក្រឹតវិន័យរបស់ព្រះមិនមែនបង្ហាញពីការបដិសេធទេប៉ុន្តែបង្ហាញថាយើងជាកូនដែលទ្រង់ស្រឡាញ់ទ្រង់វិន័យដើម្បីឲ្យយើងកាន់តែល្អកាន់តែបរិសុទ្ធនិងរស់នៅតាមបំណងទ្រង់សូមអរគុណសូមព្រះប្រទានពរ